អ្វីបានប្រែប្រួលអូយมันមិនស៊ីហួរเลยតើថៃកំពុងធ្វើអ្វីក្នុងទឹកដីកម្ពុជាទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពផ្ដួចផ្ដើមដោយលោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងលោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ីនិងជាប្រធានអាស៊ានបដូវវេននឹងត្រូវបានចុះហត្ថលេខាដោយមេដឹកនាំប្រទេសទាំងពីររួចហើយក្តីក៏ការផ្ទុះអាវុធនៅតែបន្តកើតមានបង្កជាសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងអំឡុងខែធ្នូម្ដងទៀតក្តីសង្ឃឹមក្នុងការបង្កើតបរិយាកាសសន្តិភាពដើម្បីដោះស្រាយព្រំដែនបានត្រូវរសាយបន្តិចម្ដងសង្គ្រាមដែលសាហាវឃោឃៅជាលើកទី2បានផ្ទុះឡើងរហូតដល់21ថ្ងៃក្នុងអំឡុងខែធ្នូឆ្នាំ2025ដែលបានបន្តបំផ្លាញរឹតតែធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសេដ្ឋកិច្ចនិងសំណង់ស៊ីវិលរួមមានស្ពានថ្នល់សាលារៀនមន្ទីរពេទ្យវត្តអារាមនិងបំផ្លាញទាំងស្រុងប្រាង្គប្រាសាទតាក្របីដែលជាមរតករបស់ដូនតាខ្មែរនៅលើទឹកដីខ្មែរនិងទីតាំងបុរាណដ្ឋានជាច្រើនទៀតជាពិសេសប្រាសាទព្រះវិហារដែលមិនត្រឹមតែជាសម្បត្តិដ៏មហាសាលរបស់កម្ពុជាប៉ុណ្ណោះទេតែក៏ជាបេតិកភណ្ឌពិភពលោកផងដែរកិច្ចព្រមព្រៀងពីបទឈប់បាញ់72ម៉ោងដែលបានឯកភាពគ្នាដោយភាគីទាំងពីរនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ថៃបែរជាយកឱកាសនេះបង្កើនការឈ្លានពានដោយកម្លាំងយោធារំកិលចូលបោះទីតាំងលើទឹកដីកម្ពុជារីលួសបន្លាដាក់ទូកុងតេន័របិទមិនឲ្យប្រជាពលរដ្ឋកម្ពុជាចូលទៅក្នុងលំនៅឋានរបស់ខ្លួនវិញហើយបានវាយកំទេចបំផ្លាញយកទ្រព្យសម្បត្តិនិងកែប្រែរចនាសម្ព័ន្ធតាមអំពើចិត្តនៅពេលដែលកម្ពុជាគោរពបទឈប់បាញ់យ៉ាងខ្ជាប់ខ្ជួនប្រជាពលរដ្ឋជាងកន្លះលាននាក់បានរត់ភៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ដើម្បីទៅកាន់ទីសុវត្ថិភាពនិងត្រូវបានទទួលការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលក្រសួងមន្ទីរអង្គភាពអាជ្ញាធរគ្រប់លំដាប់ថ្នាក់អង្គការសង្គមស៊ីវិលវិស័យឯកជននិងសប្បុរសជនជាតិអន្តរជាតិស្ថានទូតនានារួមគ្នានាំយកគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់ជួយផ្គត់ផ្គង់សេចក្តីត្រូវការទាំងស្បៀងអាហារសុខភាពអនាម័យនិងការសិក្សារបស់សិស្សានុសិស្សដែលខកខានមិនបានទៅសាលារៀនដោយឡែកនៅឯប្រទេសថៃការយាយីរំខានប្រើហិង្សាដោយការរើសអើងជាតិសាសន៍លើពលករកម្ពុជាបានបង្កភាពភ័យខ្លាចយ៉ាងខ្លាំងគួបផ្សំនឹងវិបត្តិដែលកំពុងកើតឡើងនៅតាមព្រំដែនផងបានជំរុញឲ្យពលករកម្ពុជាបង្ខំចិត្តវិលត្រឡប់មកកម្ពុជាវិញយ៉ាងគំហុកដែលក្នុងរយៈពេលតែ4ខែចុងក្រោយមានពលករប្រមាណជា1លាននាក់ឆ្លងដែនមកតាមច្រកអន្តរជាតិប៉ោយប៉ែតអូស្មាច់និងជាពិសេសច្រកដូងរាប់ម៉ឺននាក់ក្នុងមួយថ្ងៃក្នុងស្ថានភាពដ៏តានតឹងនេះរាជរដ្ឋាភិបាលត្រូវទទួលបន្ទុកដោះស្រាយបញ្ហាទាំងអស់ក្នុងពេលតែមួយទោះបីជាយ៉ាងនេះក្តីក៏បញ្ហាត្រូវបានដោះស្រាយដោយមានការចូលរួមពីគ្រប់វិស័យពាក់ព័ន្ធទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិក្រសួងមហាផ្ទៃរួមជាមួយរដ្ឋបាលរាជធានីខេត្តទទួលបន្ទុកដឹកជញ្ជូនពលករពលករនីស្ត្រីមានផ្ទៃពោះកូនតូចធំជនមានពិការភាពអ្នកបាត់បង់សមត្ថភាពពលកម្មព្រមទាំងសម្ភារៈជាប់ខ្លួនទៅកាន់គេហដ្ឋានវិញដោយសុវត្ថិភាពក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈបានសហការជាមួយបណ្ដាម្ចាស់អាជីវកម្មរោងចក្រសហគ្រាសទទួលស្វាគមន៍និងផ្សព្វផ្សាយអំពីឱកាសការងារសម្រាប់ពលករពលករនីនិងវគ្គបណ្ដុំបណ្ដាលផ្សេងតាំងពីព្រំដែនរហូតដល់តាមសហគមន៍និងអាចផ្ដល់ការងារជូនពលករពលករនីបានប្រមាណជាង60,000កន្លែងរួចហើយមួយចំនួនទៀតត្រូវបានផ្ដល់ការណែនាំក្នុងការបង្កើតការងារនិងមុខរបរសមស្របដែលអាចស្ដារជីវភាពបានក្នុងរយៈពេលខ្លីលើសពីនេះទៅទៀតដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនិងការអូសទាញពីមេខ្យល់គ្រប់ក្រសួងស្ថាប័នបានយកចិត្តទុកដាក់ក្នុងការអប់រំផ្សព្វផ្សាយនៅតាមសហគមន៍និងសិក្ខាសាលាវគ្គបណ្ដុំបណ្ដាលនិងយុទ្ធនាការជាទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស12ធ្នូទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សយុទ្ធនាការគ្រប់គ្រងសុវត្ថិភាពអនឡាញនិងវេទិកានានាជាច្រើនលើកច្រើនសារព្រមទាំងការផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមនិងបានដល់ប្រជាពលរដ្ឋប្រមាណជាង10លាននាក់ក្នុងការអនុវត្តច្បាប់កម្លាំងសមត្ថកិច្ចទាំងនគរបាលទាំងកងរាជអាវុធហត្ថ
និងជំនាញពាក់ព័ន្ធបានធ្វើការស៊ើបអង្កេតបង្ក្រាបករណីជួញដូរមនុស្សបានបង្ក្រាប128ករណីឃាត់ខ្លួនជនសង្ស័យ209នាក់ស្រី15នាក់ជនបរទេស17នាក់សង្គ្រោះជនរងគ្រោះ609នាក់ស្រី247នាក់មានអាយុក្រោម17ឆ្នាំ60នាក់ស្រី24នាក់អាយុ18ឆ្នាំឡើង549នាក់ស្រី223នាក់បានបង្ក្រាបអំពើធ្វើអាជីវកម្មផ្លូវភេទបានចំនួន144ករណីឃាត់ខ្លួនជនសង្ស័យ201នាក់ស្រី38នាក់ជនបរទេស26នាក់សង្គ្រោះជនរងគ្រោះ385នាក់ស្រី377នាក់មានអាយុក្រោម18ឆ្នាំ259នាក់ស្រី258នាក់អាយុ18ឆ្នាំឡើង126នាក់ស្រី119នាក់ចំណែកតុលាការទាំង3កម្រិតបានប្រឹងប្រែងធ្វើការវិនិច្ឆ័យទោសករណីដែលជាបណ្ដឹងពាក់ព័ន្ធអំពើជួញដូរមនុស្សរហូតសម្រាប់ផ្ដន្ទាទោសជនល្មើសបាន242ករណីមាន236នាក់ឲ្យជាប់ពន្ធនាគារពិន័យជាប្រាក់24ករណីក្នុងចំណោម266សំណុំរឿងដែលបានជំនុំជម្រះកិច្ចសហការជាអន្តរជាតិនៅតែបន្តពង្រឹងកាន់តែជិតស្និទ្ធជាមួយបណ្ដាប្រទេសពាក់ព័ន្ធដើម្បីរួមគ្នាដោះស្រាយបញ្ហារួមគឺអំពើជួញដូរមនុស្សនិងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដែលជាឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញនិងកំពុងតែជះឥទ្ធិពលអវិជ្ជមានតាមបណ្ដាប្រទេសទូទាំងពិភពលោករាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លៀសវៃសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតបានចាត់ទុកអំពើជួញដូរមនុស្សនិងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាអាទិភាពចម្បងនិងបដិញ្ញាចិត្តធ្វើការបង្ក្រាបឲ្យខាងតែបាននិងឲ្យអស់ពីព្រះរាជាណាចក្រកម្ពុជាគណៈបញ្ជាការឯកភាពរាជធានីខេត្តមានភារកិច្ចដឹកនាំយុទ្ធនាការបោសសម្អាតតាមរយៈការស៊ើបអង្កេតស្រាវជ្រាវចាប់ខ្លួនមេខ្លោងប្រព្រឹត្តបទល្មើសដើម្បីផ្ដន្ទាទោសនិងបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះអ្នកពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋនេះដោយបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតនៃបណ្ដាប្រទេសជាមិត្តក្នុងការដោះស្រាយបញ្ហានេះជាបណ្ដាប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតសកម្មភាពទាំងអស់នេះបាននាំមកនូវសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋកម្ពុជានិងគ្រប់ជាតិសាសន៍ដែលរស់នៅលើទឹកដីកម្ពុជានិងធ្វើឲ្យគោលដៅអភិវឌ្ឍប្រទេសជាតិសម្រេចបានតាមការគ្រោងទុកយើងចង់បានសន្តិភាពស្នេហាពងសៅដាពូនពងរួនថាថ្លៃថ្នូរ